អ្វីបានជាសត្វភេសមុទ្រនេះចូលចិត្តអង្គុយកន្លែងនេះនៅលើនាវាពិតជាឆ្លាតណាស់វាចេះជ្រើសរើសកន្លែងដែលអង្គុយមានសុវត្ថិភាពហើយអាចលំហែអារម្មណ៍វាបានកន្លែងនេះគឺវាអាចអង្គុយព្រមទាំងគេចផុតពីសត្វកាចនៅក្នុងសមុទ្រដូចជាត្រីឆ្លាមដែលអាចនឹងដេញប្រមាញ់វាជាដើមរួមទាំងវាអាចគេចផុតពីរលកធំដោយគ្រាន់តែអង្គុយនៅកន្លែងនេះនៅលើនាវាមិនចាំបាច់ហែលទឹកយូរអង្គុយនៅលើនេះវាក៏អាចលំហែអារម្មណ៍បានយ៉ាងរីករាយមើលទៅវាពិតជាជ្រើសរើសកន្លែងដ៏ត្រឹមត្រូវហេតុអ្វីបានជាសត្វភេសមុទ្រនេះចូលចិត្តអង្គុយកន្លែងនេះនៅលើនាវាពិតជាឆ្លាតណាស់វាចេះជ្រើសរើសកន្លែងដែលអង្គុយមានសុវត្ថិភាពហើយអាចលំហែអារម្មណ៍វាបានកន្លែងនេះគឺវាអាចអង្គុយព្រមទាំងគេចផុតពីសត្វកាចនៅក្នុងសមុទ្រដូចជាត្រីឆ្លាមដែលអាចនឹងដេញប្រមាញ់វាជាដើមរួមទាំងវាអាចគេចផុតពីរលកធំដោយគ្រាន់តែអង្គុយនៅកន្លែងនេះនៅលើនាវាមិនចាំបាច់ហែលទឹកយូរអង្គុយនៅលើនេះវាក៏អាចលំហែអារម្មណ៍បានយ៉ាងរីករាយមើលទៅវាពិតជាជ្រើសរើសកន្លែងដ៏ត្រឹមត្រូវហេតុអ្វីបានជាសត្វភេសមុទ្រនេះចូលចិត្តអង្គុយកន្លែងនេះនៅលើនាវាពិតជាឆ្លាតណាស់វាចេះជ្រើសរើសកន្លែងដែលអង្គុយមានសុវត្ថិភាពហើយអាចលំហែអារម្មណ៍វាបានកន្លែងនេះគឺវាអាចអង្គុយព្រមទាំងគេចផុតពីសត្វកាចនៅក្នុងសមុទ្រដូចជាត្រីឆ្លាមដែលអាចនឹងដេញប្រមាញ់វាជាដើមរួមទាំងវាអាចគេចផុតពីរលកធំដោយគ្រាន់តែអង្គុយនៅកន្លែងនេះនៅលើនាវាមិនចាំបាច់ហែលទឹកយូរអង្គុយនៅលើនេះវាក៏អាចលំហែអារម្មណ៍បានយ៉ាងរីករាយមើលទៅវាពិតជាជ្រើសរើសកន្លែងដ៏ត្រឹមត្រូវហេតុអ្វីបានជាសត្វភេសមុទ្រនេះចូលចិត្តអង្គុយកន្លែងនេះនៅលើនាវាពិតជាឆ្លាតណាស់វាចេះជ្រើសរើសកន្លែងដែលអង្គុយមានសុវត្ថិភាពហើយអាចលំហែអារម្មណ៍វាបានកន្លែងនេះគឺវាអាចអង្គុយព្រមទាំងគេចផុតពីសត្វកាចនៅក្នុងសមុទ្រដូចជាត្រីឆ្លាមដែលអាចនឹងដេញប្រមាញ់វាជាដើមរួមទាំងវាអាចគេចផុតពីរលកធំដោយគ្រាន់តែអង្គុយនៅកន្លែងនេះនៅលើនាវាមិនចាំបាច់ហែលទឹកយូរអង្គុយនៅលើនេះវាក៏អាចលំហែអារម្មណ៍បានយ៉ាងរីករាយមើលទៅវាពិតជាជ្រើសរើសកន្លែងដ៏ត្រឹមត្រូវហេតុអ្វីបានជាសត្វភេសមុទ្រនេះចូលចិត្តអង្គុយកន្លែងនេះនៅលើនាវាពិតជាឆ្លាតណាស់វាចេះជ្រើសរើសកន្លែងដែលអង្គុយមានសុវត្ថិភាពហើយអាចលំហែអារម្មណ៍វាបានកន្លែងនេះគឺវាអាចអង្គុយព្រមទាំងគេចផុតពីសត្វកាចនៅក្នុងសមុទ្រដូចជាត្រីឆ្លាមដែលអាចនឹងដេញប្រមាញ់វាជាដើមរួមទាំងវាអាចគេចផុតពីរលកធំដោយគ្រាន់តែអង្គុយនៅកន្លែងនេះនៅលើនាវាមិនចាំបាច់ហែលទឹកយូរអង្គុយនៅលើនេះវាក៏អាចលំហែអារម្មណ៍បានយ៉ាងរីករាយមើលទៅវាពិតជាជ្រើសរើសកន្លែងដ៏ត្រឹមត្រូវ